ទូរទស្សនិកជនយើងខ្ញុំទៅពីរូបសូមអញ្ញាតគ្រប់កំពុងតាមដានទស្សនាកម្មវិធីហៅមានព័ត៌មានព្រឹកនេះយើងខ្ញុំសូមអញ្ញាតជម្រាបជូនព័ត៌មានសំខាន់តទៅមុខទៀតថ្ងៃនេះថ្ងៃប្រហោះបាទទី23ខែតុលាគ្រិស្តសករាជ2014បាទត្រូវនឹងថ្ងៃ14រោចខែអាសត់ឆ្នាំមមីឆោស័កពុទ្ធសករាជ2558សូមប្រគល់វិរៈជូនសុខៈមុននឹងជម្រាបជូនពុស្ដាព័ត៌មានបាទសូមជម្រាបអរគុណលោកបុត្រាមេតិកាព័ត៌មានសំខាន់មួយចំនួននោះគឺថានគរបាលចរាចរណ៍បានចាប់ម៉ូតូនិងរថយន្តជិត200គ្រឿងយកមកផាកពិន័យនៅស្វាយរៀងបាទហើយមួយរឿងទៀតនៅខេត្តបន្ទាយមានជ័យឯនោះគឺមន្ត្រីកម្មគនត្រូលបានដុតបំផ្លាញទំនិញចម្រុះដែលខូចគុណភាពជិត3តោនបាទអូអានោះបើធ្លាយមកដល់ពេញចប់មកមិនដឹងមិនណាណៃទេទិញញ៉ាំដែរខ្ញុំក៏អត់ដូចតែគ្នាបាទមួយរឿងទៀតនោះគឺថាស្គាល់គ្នាតាមរយៈរបៀបមិត្តភ័ក្តិត្រូវរើគ្នានោះគឺថាឡើងទៅផ្ទះសំណាក់ហើយបន្ទាប់មកត្រូវឪពុកម្ដាយទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខាងប្រុសឬនៅយ៉ាងម៉េចយើងខ្ញុំនឹងជម្រាបជូនអស់លោកអ្នកបាទហើយនៅខេត្តស្ទឹងត្រែងក្រមអាជីវករលោកទទូចឲ្យអាជ្ញាធររៀបចំផ្សារលក់ដូរឲ្យបានត្រឹមត្រូវនឹងឲ្យបានល្អប្រសើរនៅក្នុងគ្រាដែលពួកគាត់ទៅកន្លែងថ្មីដែលត្រូវដោះដូរណាបាទហើយរឿងជាច្រើនទៀតដែលយើងខ្ញុំនឹងជម្រាបជូនរួមទាំងសេចក្តីរាយការណ៍តាមបណ្ដាខេត្តដំបូងនេះសូមបកគលជូនទៅលោកបុត្រាលំអិតពីរឿងនគរបាលចាប់ម៉ូតូនិងឡានជិត200គ្រឿងនៅខេត្តស្វាយរៀងដើម្បីផាកពិន័យបាទអរគុណលោកសុខៈទូរទស្សនិកជនជាទីគោរពរាប់អានកាលពីថ្ងៃម្សិលមិញថ្ងៃទី22កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តបាទស្វាយរៀងលើកចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ1បាទនៅមុខក្បែរនឹងសាកលវិទ្យាល័យស្វាយរៀងត្មងត្រង់ចំណុចខាងមុខសាកលវិទ្យាល័យស្វាយរៀងស្ថិតនៅក្នុងភូមិស្វាយសង្កាត់ជែកក្រុងស្វាយរៀងដោយបាញ់លបឿនរថយន្តគេថាធ្វើការបាញ់លបឿនរថយន្តនៅឆ្ងាយពេកត្រូវឈប់បង្អង់ទៅផាកពិន័យត្មងទៅលើក្រុមអ្នកបើកបរនឹងមិនគ្រប់ច្បាប់ចរាចរណ៍មានម៉ូតូអត់ពាក់មួកសុវត្ថិភាពមានអត់កញ្ចក់ក៏ចាប់ដែរបាទបើតាមការដឹងពីលោកវិរៈសេនីយ៍ទូអ៊ុចសរ៉ុនលោកជានាយការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងលោកបានថ្លែងថាក្នុងសកម្មភាពចុះអនុវត្តច្បាប់ចរាចរណ៍នេះកម្លាំងរបស់លោកគឺបានផាកពិន័យលើអ្នកបើកបរម៉ូតូបានចំនួន108គ្រឿងអ្នកបើកបរម៉ូតូហើយក្នុងនោះម៉ូតូដែលបើកបរមិនពាក់មួកសុវត្ថិភាពចំនួន46គ្រឿងអត់ពាក់មួកបាទហើយដល់ឡែកអ្នកដាក់កញ្ចក់អ្នកគេហៅថាអ្នកអត់ដាក់កញ្ចក់មើលក្រោយ62គ្រឿងហើយបាញ់លបឿនរថយន្តផាកពិន័យក្រុមរថយន្តដែលបើកបរលឿនលើសលបឿនកំណត់ចំនួន42គ្រឿងមានរថយន្តណាឈ្នួលរថយន្តតាក់ស៊ីរថយន្តធំ24គ្រឿងរថយន្តបែបលក្ខណៈរថយន្តក្រុងណាបាទហ្នឹងបើកលឿនពេកភ្នំពេញហូរជាមួយបាច់ទេបើកកង់ផ្លេចឹងហោះបាទហើយរថយន្តតូចហ្នឹងគឺ18គ្រឿងបាទក្នុងចំណោមរថយន្តដែលបើកក្នុងល្បឿនលឿនលើសកំណត់ភាគច្រើនគឺជាក្រុមរថយន្តក្រុងបាទក្រុមរថយន្តក្រុងប្រភេទទេសចរដឹកអ្នកដំណើរពីរាជធានីភ្នំពេញទៅកាន់ប្រទេសវៀតណាមទីក្រុងហូជីមិញពីព្រោះថាក្រុមហ៊ុនរថយន្តទាំងនេះបើកបរក្នុងល្បឿនលឿនណាស់ស្ទើរតែកង់ហើយទោះបីទៅទីប្រជុំជនក្តីដែលជាហេតុបណ្ដាលឲ្យមានហានិភ័យទីប្រជុំជនគេបន្ថយល្បឿនប្រមាណរថយន្តប្រហែលជា40អីច្រើនគាត់លេង60ពួយហ្មងអត់មាននេះទៅស្លាស់ទៅហ្មងហើយភាគច្រើនគឺរងគ្រោះនៅហានិភ័យបងប្អូនប្រជាពលរដ្ឋតាមនិយាយផ្លូវហ្នឹងគឺត្រូវរថយន្តប៉ះពីឬក៏បុកស្លាប់ក៏មានដែរបាទហើយអ្វីដែលសំខាន់ការបង្ការគ្រោះចរាចរណ៍ខ្ពស់បំផុតត្រូវដូច្នេះត្រូវតែអនុវត្តច្បាប់ដោយចាប់ឃាត់រថយន្តទាំងនោះយកមកផាកពិន័យយកមកឲ្យធ្វើកិច្ចសន្យាបន្តបន្ទាប់ជាលិលាអសរបើពំរៀងចាទេនិងពិន័យទៅតាមច្បាប់កំណត់បាទប្រជាពលរដ្ឋលោកសាទរនឹងគាំទ្រចំពោះចំណាត់ការរបស់សមាជិកនគរបាលគាំទ្រចំពោះនគរបាលចរាចរណ៍ដែលពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅតាមដងផ្លូវជាតិបែបនេះពិសេសនោះគឺការផាកពិន័យក្រុមរថយន្តធុនធំតែម្ដងពីព្រោះថាគេបើកលឿនពេកប៉ុន្តែមហាជនបានស្នើឲ្យសមាជិករឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះឲ្យដូចភ្លៀងរលឹមផងកុំឲ្យតែមួយថ្ងៃបាត់ពីរថ្ងៃឃើញបាទហ្នឹងហើយមិញឃើញក្បួននៃនេះឃើញហ្នឹងគេហៅអាហ្នឹងមិនមែនប៉ុស្តិ៍ទៅជុះទេណាចេញត្រង់ទ្រាយចឹងមកគឺយើងគិតយើងថាមិនមែនប៉ុស្តិ៍ទៅជុះហ្មងផ្លូវការមានគោលការណ៍ច្បាស់លាស់គេដាក់សញ្ញាសម្គាល់យើងច្បាស់ប៉ុស្តិ៍ទៅជុះចឹងច្រើនម្នាក់ពីរនាក់បាទ2នាក់3នាក់ចេញមកពីដើមឈើដាក់3ម៉ូតូអីហ្នឹងហើយបាទបើមានបងប្អូនលោកឆ្ងល់អញ្ចេះឆ្ងល់ត្រង់ថាចេះខ្ញុំអត់យល់ត្រង់ថានៅពេលដែលនគរបាលនឹងមកចាប់ម៉ូតូចាប់ឡាននេះទៅ
សាក់ពីអញ្ចឹងទៅរួចទៅប្រាប់ថាងទៅជួបមេខាងក្នុងស្រាប់មេសាក់មួយចេះឆ្ងល់គួយសេវកាយបាត់ហ្នឹងគេថាមេជួបមេទៅដល់សាក់មួយចុះមិនអញ្ចឹងខ្ញុំតន់យល់ដែរចាំមើលសួនកោបាសិនអ្នកចាក់សាក់ពីរមកអ្នកចាប់ហើយប្រាប់ថាទៅជួបមេរួចទៅមេនោះសាក់មួយលោកសុំបំភ្លឺពីលោកជើហាក់ហ្នឹងយ៉ាងមិនខ្លះហើយយើងក៏អត់យល់ដល់ហ្នឹងបាទអរគុណឥឡូវសូមអនុញ្ញាតជូនមួយរឿងទៀតពាក់ព័ន្ធទៅនឹងមន្ត្រីសាខាកម្មកុងត្រូលខេត្តបន្ទាយមានជ័យនោះលោកដុតបំផ្លាញតំណែងចម្រុះវាខូចគុណភាពជាង2តោនឈានចូលជិត3តោនបាទអញ្ចឹងណាសេចក្តីរាយការណ៍បានដឹងថាតំណែងចម្រុះដែលខូចគុណភាពជាង2តោនកន្លះដូចជាដុតគេហៅថាផុតកំណត់ណាតំណែងហ្នឹងវាផុតកំណត់ប្រើប្រាស់នឹងខ្លែងបន្លំត្រូវមន្ត្រីសាខាកម្មកុងត្រូលខេត្តបន្ទាយមានជ័យហ្នឹងលោកដុតបំផ្លាញចោលថ្ងៃទី21កន្លងទៅនេះនៅចំណុចព្រៃស្ថិតនៅក្នុងភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយទំហំសំទោសតំណែងទាំងអស់នេះគឺថាសមត្ថកិច្ចជំនាញបង្ក្រាបនិងរឹបអូសបានរយៈពេល9ខែមកហើយដើមឆ្នាំហ្នឹងបាទ9ខែមកហ្នឹងមានន័យថារឹបអូសបានតំណែងដែលខូចគុណភាពតំណែងคล้ายតំណែងកិច្ចពុនតបដេតបដាហ្នឹងវាជិត3តោនរឹបអូសបានណាលោកអ៊ុតសុភីប្រធានសាខាកម្មកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ថាមន្ត្រីកម្មកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានចាត់វិធានការទប់ស្កាត់រាល់ទំនិញទាំងឡាយទាំងពួងដែលតបដេតបដាខុសពីច្បាប់ពីទម្លាប់ហើយមន្ត្រីជំនាញបានបង្ក្រាបនឹងរឹបអូសទំនិញខូចគុណភាពនិងផុតកំណត់ប្រើប្រាស់ខ្លាយឬក៏ខ្លាញ់បន្លំគ្មានស្លាកសញ្ញាច្បាស់លាស់រយៈពេល9ខែដើមឆ្នាំ2014នេះគឺថារឹបអូសទម្ងន់សរុបនោះចំនួន2390គីឡូក្រាមជិត3តោនណាបាទនេះគឺជាការបញ្ជាក់របស់សមត្ថកិច្ចជំនាញហើយជាសកម្មភាពវិជ្ជមានរបស់សមត្ថកិច្ចជំនាញក្នុងការបង្ក្រាបទំនិញខ្លាយទំនិញខូចគុណភាពទំនិញដែលនេះសេះហោះមានស្លាកសញ្ញាច្បាស់លាស់ត្រឹមត្រូវណាអរគុណសូមអនុញ្ញាតចប់ត្រឹមហ្នឹងជូនទៅលោកបន្តបាទសូមអរគុណលោកសង្ឃៈទូរទស្សនិកជនជាទីគោរពអាននៅក្នុងខេត្តស្ទឹងត្រែងបទល្មើសជលផលក៏កើតឡើងដែរហើយទន្ទឹមនឹងមានការកើតឡើងមន្ត្រីជំនាញរដ្ឋបាលជលផលក៏ចេះតែបង្ក្រាបបានឥតឈប់ឈរដែរនៅករណីមានលោបមាននរ៉ាវមានលូស្បៃមុងអីមកសពមកបែបអញ្ចឹងទេមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងលោកបានរួមសហការជាមួយនឹងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងមូលដ្ឋានដើម្បីចុះបង្ក្រាបបទល្មើសនេសាទជាលក្ខណៈទ្រង់ទ្រាយធំម្ដងមើលតាមតំបន់អភិរក្សពូជត្រីនៅចំណុចក្នុងភូមិអូតាឡាស់ភូមិក្រឡពីសឃុំព្រះរំកិលស្រុកថ្លាបរិវត្តខេត្តស្ទឹងត្រែងបាទរូបភាពឃើញស្រាប់ហើយដូចជាតំបន់ទឹកព្រៃស្រោងព្រៃស្រោងអញ្ចឹងសម្បូរត្រីណាបាទហើយសកម្មភាពចុះបង្ក្រាបនេះបទល្មើសនេសាទនៅខេត្តស្ទឹងត្រែងថ្មីនេះគឺលោកឌៀបបូរ៉ាដែលលោកជានាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងលោកបានប្រាប់ថាកម្លាំងជំនាញបានចុះបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងជាការពមៀនដល់ជនល្មើសដទៃទៀតឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ដើម្បីបង្កើនធនធានជលផលព្រោះថារដូវនេះគឺជារដូវត្រីពងនិងបង្កើនផលនិងបង្កកូនទៀតហើយនេះគឺជាលើកទី2ហើយដែលខាងមន្ត្រីជំនាញចម្រុះបានសហការគ្នាក្នុងការបង្ក្រាបបទល្មើសជលផលនៅចំណុចនេះហើយប្រតិបត្តិការនេះគឺកម្លាំងជំនាញប្រមូលបានឧបករណ៍នេសាទខុសច្បាប់គឺនៅនឹងកន្លែងអភិរក្សពូជត្រីតែហ្មងគឺចំនួន14កន្លែងរួមមានដាយហៅថាជីបចំនួន10មាត់ដុកចំនួន2គ្រឿងថ្មបាំងទប់ព្រួលជាច្រើនតោនបង្គោលនឹង1300ដើមបាទហើយព្រួល40ម៉ែត្ររួមនឹងសម្ភារៈបម្រើឲ្យបទល្មើសនេសាទខុសច្បាប់មួយចំនួនទៀតត្រូវបានបំផ្លាញចោលបាទនៅនឹងកន្លែងតែហ្មងចំណែកត្រីចម្រុះជាច្រើនគីឡូក្រាមត្រូវលែងចោលទៅវិញព្រោះថាវាតូចពេកហើយយើងយកមកហូបក៏មិនកើតដែរបាទហើយអត់ទេកម្មហ្នឹងហើយក្រមវិជានេសាទនៅក្នុងឃុំព្រះរំកិលតែហ្មងលោកគ្រប់គ្រងចំពោះសកម្មភាពក្នុងការបង្ក្រាបបទល្មើសទៅលើឈ្មួញមួយចំនួនក៏ដូចជាដែលជនទុច្ចរិតមួយចំនួននៅតែបន្តដាក់របស់របរដែលហាមឃាត់ដែលច្បាប់ហាមឃាត់កន្លងទៅជាពិសេសនោះគឺវាបង្កឲ្យមានការខាតបង់ប៉ះពាល់ទៅដល់ត្រីមេពូជសំខាន់ដូចជាត្រីប្រាធំត្រីតសក់ត្រីស្ទក់ត្រីផ្ទក់ត្រីរមាសមានត្រីរមាសទៀតត្រីក្អែកពូកត្រីអំបូងត្រីតសក់ក្រហមត្រីខ្លាត្រីរាជត្រីនៀកត្រីត្រចៀកដំរីត្រីកបីជា
ជាដើមលក្ខណៈអាចបន្តពូជនៅតាមដងអូអញ្ចឹងទេធ្វើឲ្យពូជត្រីទាំងនេះសម្បូរឡើងវិញដោយបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើពេលដែលកាត់បន្ថយបានក្នុងការកុំឲ្យមានលបាំងរបស់របរដែលច្បាប់ហាមឃាត់នឹងបាទហើយសូមបញ្ជាក់បន្ថែមថាការចូលបង្ក្រាបគឺមានរយៈពេលតែ2ថ្ងៃទេហើយជាទ្រង់ទ្រាយធំតែហ្មងគឺមានកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបាទរួមសហការនឹងឆ្មាំអភិរក្សសត្វព្រៃនៅលងផ្សោតលងឈើទាលទន្លេមេគង្គបាទហើយកម្លាំងប៉ុស្តិ៍ព្រះរំកិលក៏បានចូលរួមសហការជាមួយនឹងមន្ត្រីអនុរិយនៅក្នុងដែនជំរករដ្ឋបាលជលផលនៅក្នុងម្ដុំខេត្តស្ទឹងត្រែងផងដែរដើម្បីធ្វើម៉េចកុំឲ្យមានការកើនឡើងនៅបទល្មើសដែលកំពុងតែកើតឡើងសស័កសស្រាំប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏ខាងសមាជិកក៏ដូចជាមន្ត្រីជំនាញនៅតែបង្ក្រាបបានដែលបាទអរគុណពាក្យឆ្មាំនេះទៅតតបើកវចនានុក្រមមិនដឹងអត្ថន័យច្បាស់សម្រាប់ចាំខ្លំមើលចាំយាមការពារស្អីមួយមិនមែនពាក្យឆ្មាំមកពាក្យឆ្មាទេឆ្មាចាំឆ្មាំចាអរគុណឥឡូវសូមអញ្ញាតបន្តមករឿងទៀតពាក់ព័ន្ធទៅនឹងករណីបញ្ជូនខ្លួនមនុស្ស3នាក់ម៉ែកូនដែលនាំគ្នាទៅវាយឪពុកនិងម្ដាយចុងទៅតុលាការនាំគ្នាទៅវាយប្តីខ្លួនឯងហើយឪពុកខ្លួនឯងយ៉ាងម៉េចទៅមើលមនុស្ស3នាក់ម៉ែកូនត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី22ខែតុលាម្សិលមិញហ្នឹងដោយក្រុមនេះបាននាំគ្នាស្ទាក់វាយឪពុកនិងម្ដាយចុងឪពុកនិងម្ដាយចុងហ្នឹងហើយបណ្ដាលឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី20ខែតុលាវេលាម៉ោង 19:15 នាទីមានន័យថាម៉ោង 7:15 នាទីនៅភូមិតាពាំងក្លូតបាទឃុំអង្គតសោមស្រុកត្រាំកក់ខេត្តតាកែវជនសង្ស័យទាំង3នាក់ម៉ែនិងកូនត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមបណ្ដឹងឪពុកបង្កើតនិងម្ដាយចុងចុងមានន័យថាមានប្រពន្ធ2ពូនឹងពូប្រពន្ធ2បងស្រីនេះដើមបងស្រីដើមហើយមួយទៀតគឺចុងឥឡូវហេតុអីបានជានាំទៅរឿងចុងលោកយ៉ងវ៉ាន់ធីអធិការស្រុកត្រាំកក់បានដឹងថាជនសង្ស័យទាំង3នាក់រួមមានឈ្មោះសុកសម្បូរភេទស្រីអាយុ40ឆ្នាំត្រូវជាប្រពន្ធដើមឈ្មោះឈុនប៊ុនកែវភេទប្រុសអាយុ19ឆ្នាំត្រូវជាកូននិងឈ្មោះឈុនចន្ទថាភេទស្រីអាយុ16ឆ្នាំក៏ត្រូវជាកូនដែរហើយចំណែកឪពុកនោះឈ្មោះសេកសាទអាយុ40ឆ្នាំនិងម្ដាយចុងឈ្មោះច័ន្ទស៊ីអាយុ30ឆ្នាំហើយឪពុកបាននិយាយថារូបគេបានលែងលះជាមួយនឹងស្ត្រីប្រពន្ធដើមហើយទៅរស់នៅជាមួយនឹងប្រពន្ធក្រោយអស់រយៈពេល3ខែមកហើយពុំមានពាក់ព័ន្ធអ្វីទៀតនោះទេបាទស្ត្រីជាប្រពន្ធដើមឈ្មោះសុកសម្បូរបាននិយាយសារភាពថារូបគេនិងកូនពិតជាបាននាំគ្នាទៅវាយប្តីនិងប្រពន្ធចុងប្រកាសមែនចុងវាយបានខ្លាំងទេវាយប្តីហើយវាយប្រពន្ធចុងបានព្រោះតែខឹងស្ត្រីជាប្រពន្ធចុងហ្នឹងគឺថាយកប្តីគាត់ហើយឌឺគាត់ជារៀងរាល់ថ្ងៃអត់មានឈប់ទៀតបើបានហើយកុំទៅឌឺដងដាក់គេទៀតអ្នកខ្លះចូលចិត្តចឹងហ្នឹងហើយបានហើយបានលើដៃខ្លួនឯងហើយឌឺថាអញ្ចេះថាចុះឲ្យប្រពន្ធដើមមកពីឯងនឹងវាអន់បានគេនឹងវាចុះចោលមកយកខ្ញុំហើយកុំចំណាប់ចុចខណ្ឌរហូតណាទ្រាំបានហើយដល់ពេលយើងនេះទ្រាំបានកាលណាទ្រាំបានហៅថាទោសៈកំហឹងវាកើតឡើងយើងគ្រប់គ្រងកំហឹងនោះអត់បានយើងទៅវាយទៅតបទៅទាត់ទៅធាក់វាចូលទៅរឿងករណីប្រឈមផ្លូវច្បាប់គេថាហិង្សាដោយចេតនានោះប្របាក់ណាឥឡូវខ្ញុំមិននិយាយតទៀតទេគ្រាន់តែសូមឲ្យគ្រប់គ្រងកំហឹងឲ្យបានកុំឲ្យคลายខ្លួនទៅជាអ្នកដែលប្រព្រឹត្តបទល្មើសផ្សេងហើយជូនទៅសមត្ថកិច្ចតុលាការចុះបើសិនជាស្រាលបើសិនជាល្មមសំគួរគឺថាធ្វើកិច្ចសន្យាឬក៏ត្រឹមពីន័យជាប្រាក់អីអាហ្នឹងគឺតាមតាមទីមសិទ្ធិរបស់លោកចៅក្រមទេបាទដោយសារយោគយល់អំពីបញ្ហាណាតំណាក់តំណងប្រចាំថ្ងៃតំណាក់តំណងនៃអារម្មណ៍របស់បុគ្គលម្នាក់ប៉ុណ្ណឹងប៉ុន្តែសូមកុំឲ្យប្រព្រឹត្តអញ្ចឹងតទៅទៀតបាទអរគុណឥឡូវខ្ញុំបាទមានមួយរឿងសម្រាប់វគ្គទី1នេះគឺតាក់ទងទៅនឹងស្គាល់គ្នាតាមរយៈមិត្តភ័ក្តិត្រូវរើគ្នាឡើងផ្ទះសំណាក់ហើយក៏ត្រូវឪពុកម្ដាយខាងស្រីនឹងប្តឹងឲ្យនគរបាលចាប់ខ្លួនដោយឪពុកម្ដាយសម្អាងថាកូនទើបតែអាយុ14ឆ្នាំនោះណាយ៉ាងម៉េចបុរសដែលស្គាល់គ្នាតាមរយៈមិត្តភ័ក្តិណាទេមកតាមទូរស័ព្ទអត់ឈប់ឈរសំចៃទេតាម Facebook ទេ Facebook ទេតាមទូរស័ព្ទបាទក៏ត្រូវរើគ្នាបបួលគ្នាឡើងផ្ទះសំណាក់មកយប់ត្រូវឪពុកម្ដាយខាងស្រីនឹងប្តឹងឲ្យ PM ចាប់ខ្លួនមន្ត្រីអាវុធហត្ថកងរាជអាវុធហត្ថបាទចាប់ខ្លួនត្រូវបញ្ជូនទៅកាន់សាលាដំបងខេត្តបន្ទាយមានជ័យកាលពីថ្ងៃម្សិលមិញហ្នឹងបាទថ្ងៃម្សិលមិញហើយលោកវរៈសនីឯកម៉ែនភិរមលោកជាមេបញ្ជាការកងរាជអាវុធហត្ថមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
លោកបានថ្លែងថាបរិសដែលត្រូវចាប់ខ្លួនមានឈ្មោះអ៊ុចអេមអាយុ19ឆ្នាំក្មេងដូចគ្នាទេបាទស្នាក់នៅភូមិមួយសង្កាត់ព្រះពលាក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យបាទហើយលោកថ្លែងបន្តថានៅពេលយប់ចាប់ខ្លួនការពេលចាប់ខ្លួនជនជាប់ចោតគឺកម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីម្ដាយកុមារីរងគ្រោះអាយុ14ឆ្នាំបាននៅភូមិ3សង្កាត់ព្រះពលាក្រុងសេរីសុភ័ណ្ឌប្តឹងថាឈ្មោះអ៊ុយអេមបាននាំនាងទៅរំលោភបានសម្រេចនៅផ្ទះសម្នាក់ជាក្រុងកាលពីយប់ថ្ងៃទី9នោះ19បាទស្ថិតនៅភូមិសុភីសង្កាត់កំពង់ស្វាយក្រុងសេរីសុភ័ណ្ឌបាទរំលោភបានចំលោកបានប្រហែលថ្ងៃបានដឹងដល់ពុកម្ដាយគេចាប់ខ្លួនទៅមកបាទហើយក្រោយពេលទទួលបានពាក្យបណ្ដឹងម្ដាយកុមារីរងគ្រោះខាងលើកម្លាំងកងរាជបុនហត្ថខេត្តបានចាប់ខ្លួនឈ្មោះអ៊ុចអេមនៅថ្ងៃទី20នៅផ្ទះជនជាប់ចោតជនសង្ស័យហ្មងបាននៅពេលដែលចាប់មកថ្ងៃទី20ហើយថ្ងៃទី22បានយកមកដល់កន្លែងនគរបាលបាទហើយជាប់ពាក់ព័ន្ធទៅនឹងការចោតប្រកាន់ពីឪពុកម្ដាយខាងស្រីនោះគឺជនសង្ស័យបានសារភាពថាគេបានស្គាល់នាងតាមរយៈមិត្តភ័ក្តិបាទហើយនាំនាងដើរលេងនាំលេងជិះម៉ូតូជិះអីតាមធម្មតានិយាយគ្នាសារសងតាមទូរស័ព្ទយូរទៅក៏បែកកំណត់ត្រូវរើគ្នាឡើងផ្ទះសំណាក់ហើយឪពុកម្ដាយគេចាប់ញែកជាប់នៅនឹងត្មងទៅបាទបន្ទាប់ពីមួយថ្ងៃហើយណាបាទអញ្ចឹងយើងឃើញថាគឺជាការព្រមព្រៀងគ្នាណាមុននឹងទៅសកម្មភាពនោះវាកើតឡើងព្រោះបើមិនមានការព្រមព្រៀងទេមិនទៅដល់ផ្ទះសំណាក់ហើយមិនក៏ដល់មកយប់ហើយមានបខំណាបាទហើយការព្រមព្រៀងហ្នឹងបើទោះបីជាការព្រមព្រៀងក៏ដោយគឺនៅតែជាប់ដដែលដោយសារតែភាគីម្ខាងគឺជាអនិច្ចជនដែលមានអាយុក្រោម15ឆ្នាំប្រសិនបើភាគីម្ខាងជាអនិច្ចជនមែនប៉ុន្តែអាយុចាប់ពី15ឆ្នាំឡើងលើទៅអាហ្នឹងអត់អីទេឲ្យតែមានការព្រមព្រៀងណាបាទតែបើករណីក្រោម15ឆ្នាំហើយចប់ហើយអាហ្នឹងគឺថាវាមានទោសមានទណ្ឌទៅតាមច្បាប់គេកំណត់មាត្រា239បាទករណីរំលោភខ្សែសន្តិវៈដោយគេមិនទាន់មានអាយុគ្រប់គ្រាន់ដើម្បីបង្ហាញឆន្ទៈរបស់គេណាអាហ្នឹងវាចឹងប៉ុន្តែតើតែបង្ហាញផុសតាងថាភាគីខាងស្រីភាគីមកខាងទៀតនោះគឺមានអាយុ14ឆ្នាំមែនអញ្ចឹងតើបង្ហាញសម្បត្តិកំណើតសម្បត្តិកំណើតហ្នឹងហើយបន្តទល់គ្នាហ្នឹងហើយសម្បត្តិកំណើតមកដើម្បីបញ្ជាក់រឿងហ្នឹងអរគុណណាស់អញ្ចឹងសូមអនុញ្ញាតដល់ប៉ុណ្្នឹងទេទុកជូនតឡាការជាអ្នកសម្រាប់រឿងនេះគេបញ្ជូនដែរនៅជូនដល់សាលាដំបងបញ្ជូនអញ្ចឹងធ្វើម៉េចគេស្មាតកៃកូនអ្នកធ្វើការយើងអ្នកយកព័ត៌មានផ្សាយព័ត៌មានអរគុណលោកសូមអនុញ្ញាតសម្រាប់ផ្លែសិនដែលយើងខ្ញុំនឹងប្រជូននៅព័ត៌មានសំខាន់ជាច្រើនទៀតបាទ